តើកំណត់ហេតុកម្មភាពប្រចាំថ្ងៃគឺជាអ្វីវាសាមញ្ញណាស់វាជាឧបករណ៍មួយដើម្បីតាមដានពីអ្វីដែលអ្នកធ្វើប្រចាំថ្ងៃដើម្បីប្រើប្រាស់ឧបករណ៍ទាំងអស់នេះត្រូវអនុវត្តតាម3ជំហានខាងក្រោមដំបូងយើងនឹងសួរអ្នកសំណួរងាយមួយចំនួន 1. អារម្មណ៍ដែលអ្នកមាននៅពេលនោះ 2. ភាពតានតឹងដែលអ្នកធ្លាប់បានជួបក្នុងពេលថ្មី 3. កម្រិតនៃទំនុកចិត្តរបស់អ្នកលើសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហាបន្ទាប់ទៀតយើងនឹងស្នើឲ្យអ្នកចង្អុលបង្ហាញនៅសកម្មភាពដែលអ្នកបានធ្វើក្នុងអំឡុងពេល24ម៉ោងចុងក្រោយសកម្មភាពប្រចាំថ្ងៃទាំងនោះនឹងបង្ហាញអ្នកជាមួយតារាងសកម្មភាពពីអ្វីដែលអ្នកបានជ្រើសរើសប្រសិនបើអ្នករកមិនឃើញនៅក្នុងកំណត់ហេតុប្រចាំថ្ងៃនៅសកម្មភាពដែលអ្នកបានធ្វើពីមុនមកអ្នកអាចដាក់បញ្ចូលវាបន្ថែមបន្ទាប់ពីសកម្មភាពដែលអ្នកបានធ្វើយើងនឹងស្នើឲ្យអ្នកបង្ហាញពីការពេញចិត្តដែលអ្នកបានអនុវត្តវានិងកម្រិតយល់ឃើញដែលអ្នកពិចារណាអំពីសកម្មភាពនេះគឺរឿងសំខាន់ក្នុងជីវិតរបស់អ្នកចុងក្រោយតាមរយៈកំណត់ហេតុកម្មភាពប្រចាំថ្ងៃយើងនឹងស្នើឲ្យមានការបង្ហាញយើងនឹងស្នើឲ្យអ្នកបង្ហាញពីសកម្មភាពដែលអ្នកបានធ្វើក្នុងអំឡុងពេល24ម៉ោងចុងក្រោយដោយដែលអ្នកនឹងឃើញកំណត់ហេតុកម្មភាពគឺគ្រាន់តែជាឧបករណ៍មួយសម្រាប់អ្នកមើលថាតើសកម្មភាពអ្វីដែលអ្នកបានធ្វើនិងថាតើសកម្មភាពទាំងនោះមានឥទ្ធិពលរបៀបណាមកលើអ្នកសូមចាំថាចំណេះដឹងដែលយើងទទួលបានពីអ្វីដែលយើងធ្វើអ្វីគឺជាព័ត៌មានដ៏មានតម្លៃបំផុតអ្វីដែលយើងដឹងអំពីខ្លួនយើងអាចជួយយើងបានតាមរយៈកំណត់ហេតុកម្មភាពប្រចាំថ្ងៃយើងក៏មានការបង្ហាញពីឧបករណ៍ដែលអាចជួយអ្នកក្នុងការតាមដានការវិវត្តរបស់អ្នកនៅក្នុងកម្មវិធីប្រតិទិនតាមរយៈប្រតិទិនអ្នកនឹងអាចដឹងកិច្ចការដែលអ្នកបានបញ្ចប់និងកិច្ចការដែលអ្នកនឹងនៅតែត្រូវបន្តធ្វើនិងអ្វីដែលអ្នកនៅតែត្រូវបំពេញអ្នកនឹងបានឃើញថាប្រតិទិនមានប្រយោជន៍ក្នុងការជួយអ្នកឲ្យមានរបៀបដោយមានគោលបំណងជួយអ្នកឲ្យមានភាពខ្ជាប់ខ្ជួនយើងលើកទឹកចិត្តអ្នកឲ្យពិគ្រោះពីវាឲ្យបានញឹកញាប់ប្រសិនបើអាចធ្វើបានសូមពិគ្រោះពីវាមុនពេលបិទវគ្គនីមួយ